បលឹមមិនតន់ទេពុកម៉ែបងប្អូនអរគ្នាភ្ញៀវមករត់តែងឲ្យបងប្អូននិយាយទៅខ្ញុំអត់សូវដែរបានថតបោះបងប្អូនអរគ្នាបាទហាងរេហូនេះគឺតាំងពីបើកឡើងគឺមានពុកម៉ែបងប្អូនគ្រប់ត្រូលច្រើនខ្លាំងមែនតើមិនថាតាមអនឡាញមានថាមកទិញផ្ទាល់ទេដោយសារតែខ្ញុំរវល់វឹកហាត់ខ្លួនឯងចឹងខ្ញុំអត់ដែរសូវថតមកហោះពីសកម្មភាពហ៊ីវមកទិញបងប្អូនអរគ្នាបាទនេះហើយហាងរេហូបាទរេហូដែលជាក្តីសម័យរបស់ខ្ញុំតែខ្ញុំសម័យថាថ្ងៃណាមួយខ្ញុំនឹងមានក្លឹបបដាល់ថ្ងៃណាមួយខ្ញុំនឹងមានហាងលក់សម្ភារៈកីឡាបដាល់ឥឡូវនេះគឺខ្ញុំធ្វើបានហើយបាទទោះបីវាមិនតាន់ដែរដូចអ្វីយើងចង់បាន 100% ក៏វាបាន 60% 70% ដែរបាទឥឡូវនេះបងបងប្អូនគាត់មកទិញបាទគាត់មកពីខាងវាត្រេបាទខាងវាត្រេមកគ្រប់ត្រូលទិញខោបដាល់គុណខ្មែរទុកប្រកួតនៅតាមវត្តបាទហ្នឹងហើយបងប្អូនបាទដែលត្រូវការសម្ភារៈកីឡាបដាល់គុណខ្មែរអាចធ្វើការកំងទិញបានបើបងប្អូនត្រូវការទិញតាមអនឡាញបងប្អូនអាចចូលទៅក្នុង page Rehu បាទហើយបងប្អូនដែលចង់មកទិញផ្ទាល់អាចមកទិញនៅ Club Rehu កីឡាខេត្តបាត់ដំបងបាទមានលក់អាវគុណខ្មែរនិយាយទៅមិនខ្ញុំរៀបរាប់ទេបងប្អូនមើលទៅក្នុងវីដេអូនោះទៅបាទឃើញអីត្រូវការអីអាចកំងបានហើយចំពោះពួកបងប្អូនដែលទិញចាប់ពី$30ឡើងគឺខ្ញុំ free អាវគុណខ្មែរឲ្យមួយបងប្អូនគឺអាវរូបរបស់ខ្ញុំផ្ទាល់តែម្ដងបាទអាវគុណខ្មែរហ្នឹងមិនមែនអាវដែលខ្ញុំថតមិញទេបងប្អូនបាទគឺអាវរូបខ្ញុំបងប្អូនបាទហើយអាវហ្នឹងគឺខ្ញុំលក់មួយតម្លៃ$10អាវរូបរបស់ខ្ញុំបាទតែអាវដាក់តាំងវិញគឺតម្លៃតែ$15,000រៀលតែនេះដូចអាវគាត់កាត់ក្នុងដៃហ្នឹងគឺអាវរូបខ្ញុំបាទគឺស្អាតហើយបងដុំដៃអីហ្នឹងគឺធូថៅទេបាទគុណភាពល្អធូទេបាទអញ្ចឹងម៉ួយហ្វេនបងប្អូនមករកទិញបានបាទក្តីសម័យរបស់ខ្ញុំតាំងពីតូចគឺវាបានជោគជ័យគូសមហើយបាទហើយក្លឹបបដាល់ក៏សាងសង់រួចរាល់ហាងក៏សាងសង់រួចរាល់អញ្ចឹងគឺដំណើរការហើយបាទហើយបងប្អូនក៏គាត់មានពេលវេលាមកវឹកហាត់អាចមកវឹកហាត់បានបាទប៉ុន្តែសូមបញ្ជាក់តិចបងប្អូននៅឆ្ងាយបាទក្លឹបរេហូកីឡាគឺទទួលតែបងប្អូនដែលមកហាត់តែមានកន្លែងស្នាក់នៅខ្លួនឯងបងប្អូនដែលយើងអត់មានលទ្ធភាពបើកន្លែងចំសិស្សឲ្យសិស្សស្នាក់នៅផ្ទាល់ទេបាទអញ្ចឹងបើសិនជាបងប្អូនចង់ហាត់បងប្អូនហាត់បានតែបងប្អូនត្រូវរកកន្លែងស្នាក់នៅខ្លួនឯងដូចបងប្អូនក្នុងវីដេអូនេះអញ្ចឹងគឺផ្ទះគាត់នៅចិត្តដែរទេអញ្ចឹងហើយគាត់ហាត់ហើយក៏គាត់ទៅសម្រាកនៅផ្ទះគាត់វិញបាទហ្នឹងហើយបងប្អូនអរគ្នាអរគុណសម្រាប់ការគ្រប់គ្រងរូបខ្ញុំបាទគ្រប់គ្រងវីដេអូខ្ញុំបាទគ្រប់គ្រងក្លឹបខ្ញុំបាទគ្រប់គ្រងគុណខ្មែរអរគុណបាយជំរាបលា